ប្រយ័ត្នអត់ដឹងម៉ាម៉ាអាវបូមទឹកដោះក៏សំខាន់មែនតើក្នុងការបូមទឹកដោះឲ្យបានត្រឹមត្រូវជាពិសេសម៉ាក់ដែលគាត់ប្រើប្រាស់ម៉ាស៊ីនបូមពេញពាក់នៅក្នុងអាវតែម្ដងម៉ាក់ខ្លះវិញជ្រើសរើសអាវឲ្យបានត្រឹមត្រូវទេនិយាយពីថាតឹងមែនតើជាពិសេសអ្នកដែលគាត់ធ្លាប់ប្រើប្រាស់ម៉ាស៊ីនបូមមានខ្សែសម្រាប់ការបូមម៉ាស៊ីនបូមក្រៅអាវមានខ្សែវាច្រើនយកដោះអញ្ចឹងគាត់ខ្លាចថាយាដើមទ្រូងយាអីគាត់ពាក់ឲ្យតឹងអញ្ចឹងទៅតែម៉ាស៊ីនបូមពេញពាក់នៅក្នុងអាវអត់អញ្ចឹងទេគឺពាក់មិនតឹងពេកមិនធូរពេកមិនល្មមដាក់ម៉ាស៊ីនបូមពេញពាក់នៅក្នុងអាវចុះហើយដូចជាអាវបែបនេះគឺណែនាំមែនតើដោយសារតែវាក្តោបបានល្អមែនតើវាអត់គៀបអត់មានឆ្អឹងតឹងខ្លាំងពេកនោះទេគឺងាយស្រួលបូមតែម្ដងតែគាត់ឈប់បូមទឹកដោះក៏គាត់នៅតែប្រើប្រាស់ដែរព្រោះថាទុនមែនតើងាយស្រួលប្រើតាំងពាក់ប្រចាំថ្ងៃទៀតផងអត់ណែនាំឲ្យម៉ាក់ប្រើប្រាស់ម៉ាស៊ីនបូមទឹកដោះម៉ាមីបើសិនជាម៉ាក់មានចំណុចទាំងប្រមាណនេះទោះបីជាម៉ាស៊ីនបូមទឹកដោះម៉ាមីល្អយ៉ាងណាក៏ដោយទី1សម្រាប់ម៉ាក់ដែលគាត់ជឿថាការប្រើប្រាស់ម៉ាស៊ីនបូមឲ្យខ្សែពាក់នៅក្នុងអាវគឺខ្សោយជាងម៉ាស៊ីនបូមមានខ្សែហើយអត់ឲ្យប្រើប្រាស់បានតាំងពីសម្រាប់ 100%ដឹងតែគាត់ស្ដាយក្រោយតែម្ដងព្រោះម៉ាស៊ីនបូមម៉ាមីអាចប្រើប្រាស់បានតាំងពីសម្រាប់ឲ្យភ្លាមអត់ចាំបាច់ឆ្លាស់គ្នាជាមួយនឹងម៉ាស៊ីនមានខ្សែទៀតនោះទេកម្លាំងខ្លាំងបូមអស់ពីទ្រូងបានល្អសម្រួលការស្ទះដោះការកាំងដោះបានល្អមែនតើអញ្ចឹងអ្នកដែលគាត់គិតថាតើតែម៉ាស៊ីនបូមមានខ្សែទើបអាចប្រើបានណាដឹងតែខកបំណងហើយព្រោះលទ្ធផលជាក់ស្ដែងឯងម៉ាក់ដែលប្រើប្រាស់ម៉ាស៊ីនបូមម៉ាមីទឹកដោះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់គ្រប់គ្រាន់ឬរហូតដល់បង្កក់ទៀតក៏មានដែរទី2អត់ណែនាំទេសម្រាប់ម៉ាម៉ាដែលគាត់គិតថាតើតែធម្មជាតិអំណោយផលទើបអាចបូមទឹកដោះបានព្រោះថាបើគាត់ហ៊ានបូមជាមួយនឹងម៉ាស៊ីនបូមទឹកដោះម៉ាមីគាត់នឹងកែប្រែការយកឃើញបែបនេះព្រោះខ្ញុំនឹងប្រឹក្សាបង្រៀនគាត់ពីវិធីសាស្ត្រក្នុងការបូមទឹកដោះគប់ផ្សំជាមួយម៉ាស៊ីនបូមទឹកដោះម៉ាមីមានគុណភាពទៀតជាមួយការខិតខំរបស់គាត់នឹងទទួលបានលទ្ធផលជាក់ជាមិនខានប្រើម៉ាស៊ីនបងឯងស្រួលហ្មងពាក់នៅក្នុងអាវបដាបូមដល់បដាហើយមើលកូនបានធ្វើការងារផ្ទះបាននេះមកចប់ហើយសំខាន់ទៅដោះកើមទៀតហើយនឹងខ្ញុំបូមអត់ទៀងផងថ្ងៃខ្លះ4ថ្ងៃខ្លះ6ថ្ងៃខ្លះ5តែទៅដោះខ្ញុំនៅតែកើមធម្មតាព្រោះមានភាពងាយស្រួលក្នុងការប្រើម៉ាស៊ីនអញ្ចឹងទូអាផ្នែកកកខាងលើហ្នឹងក៏កន្លែងបកកឡើងបានដែរព្រោះវាបដាក់បបាក់ដាក់បកកពេកវាពេញលែងពិបាកចិត្តអត់ទឹកដោះហើយពេលហ្នឹងគឺពិបាកថាអត់មានកន្លែងដាក់ទឹកដោះវិញម្ដងឲ្យតែយើងដឹងពីកលឹះក្នុងការបូមទឹកដោះបានត្រឹមត្រូវយើងប្រើប្រាស់ម៉ាស៊ីនបូមមានគុណភាពបើម៉ែដឹងថាខ្លួនឯងអត់ចេះពីការបូមទឹកដោះអត់បទពិសោធន៍ទេឬម៉ាស៊ីនបូមទឹកដោះដែលមានគុណភាពហើយមានការធានាក៏ដូចជាការប្រឹក្សាណែនាំទៅតែម៉ាស៊ីនបូមទឹកដោះម៉ាមីយកទឹកដោះទៅណែនឹងអស់ហើយទិញជាឈុតចំណេញទៀតហ្វ្រីបានម៉ាស៊ីនកម្ដៅទុកកម្ដៅទឹកដោះឲ្យទៀតមិនបាច់ពិបាកចំណាយទិញម៉ាស៊ីនកម្ដៅអីទេអញ្ចឹងកម្ដៅទឹកដោះក៏អត់ខូចគុណភាពកូនយើងដឹងតែមិនខ្វះទឹកដោះបាយទេលែងពិបាកចិត្តអត់ទឹកដោះហើយពេលហ្នឹងគឺពិបាកថាអត់មានកន្លែងដាក់ទឹកដោះវិញម្ដងបូមទឹកដោះយ៉ាងណាក៏មិនជោគជ័យដែរបើសិនជាម៉ាក់នៅតែគិតបែបនេះនោះគឺការរងចាំដែលអត់ធ្វើសកម្មភាពគឺចាំរហូតតតែមានទឹកដោះសិនទើបខិតខំប្រឹងបូមសុំទោសម៉ាក់ដែលខ្ញុំត្រូវតែនិយាយប្រាប់ម៉ាក់តាមត្រង់ព្រោះខ្ញុំពិតជាចង់ឲ្យម៉ាក់បូមទឹកដោះបានជោគជ័យជាក់ស្ដែងតែម្ដងមានម៉ាក់គាត់ប្រាប់ខ្ញុំថាខ្ញុំកូនទី2ហើយការកូនទី1ក៏អត់សម្បូរទឹកដោះដែរចិត្តចង់បូមដែរប៉ុន្តែខ្លាចដោយការកូនទី1ឃើញអត់ម៉ាក់ការទី1ហ្នឹងអត់បានជោគជ័យដោយសារតែម៉ាក់រងចាំបែបហ្នឹងហើយអញ្ចឹងបើកូនទី2ចាំអញ្ចឹងទៀតប្រកាសជាលទ្ធផលដូចគ្នាអញ្ចឹងសម្រាប់ខ្ញុំការបូមទឹកដោះបានជោគជ័យក៏ដូចជាជួយណែនាំរហូតដល់ឲ្យម៉ាក់ផ្សេងទៀតគាត់បានជោគជ័យដូចខ្ញុំដែរមិនមែនជារឿងចៃដន្យនោះទេយើងសិតតែបូមទឹកដោះបានត្រឹមត្រូវទៅតាមកន្លឹះទី2វិញគឺការប្រើប្រាស់ម៉ាស៊ីនបូមទឹកដោះដែលមានគុណភាពដែលធ្វើឲ្យការបូមទឹកដោះហ្នឹងមានភាពងាយស្រួលស្ដែងដូចជាម៉ាស៊ីនបូមទឹកដោះម៉ាមីនេះអញ្ចឹងគឺទំនើបលើសពីម៉ាស៊ីនទូទៅធម្មតាម៉ាក់អត់ចាំបាច់សេរីអីទាំងអស់គ្រាន់តែចុចបាតមួយប៊ូតុងគឺម៉ាស៊ីនដំណើរការអូតូស្វ័យប្រវត្តិគ្រប់មុខងារទាំងអស់នេះគឺជាមុខងារពិសេសរបស់ម៉ាស៊ីនបូមទឹកដោះម៉ាមីដែលមានឈ្មោះថា One Click Magic មិនមែនគ្រាន់តែបិទអូតូនៅពេលដែលបូមចប់ហើយ30នាទីនោះទេភាពងាយស្រួលនៃម៉ាស៊ីនបូមទឹកដោះម៉ាមីនេះឲ្យធ្វើឲ្យម៉ាក់បូមបានទៀងទាត់ទឹកដោះរបស់ម៉ាក់ឆាប់ការគ្រឿងបង្គំវិញគឺតិចផ្នែកបំផុតអត់មានចំពោះទាបំដៃកង់នោះទេស៊ីលីកូនទន់បូមអត់ឈឺនោះទេសំខាន់ណាស់គឺមានប្រម៉ូសិនជាឈុតថែមទៀតផងដូចជាការហ្វ្រីម៉ាស៊ីនកម្ដៅឬក៏កាបូបក្លាសេទៅតាមឈុតម៉ាក់ដែលជ្រើសរើស